โมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมមាសម្ពុទ្ធស្សៈខ្ញុំព្រះករុណាសូមនមស្ការចំពោះព្រះជន្ម3នៃព្រះត្រៃរតន៍មានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងទូព្រះបង្គំខ្ញុំព្រះករុណាសូមនមស្ការចំពោះសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកព្រះមន្ត្រីសង្ឃព្រះរាជាគណៈគ្រប់ជាន់ថ្នាក់ខ្ញុំព្រះករុណាសូមនមស្ការចំពោះព្រះគ្រូចារិកានិងព្រះថេរានុថេរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពនិងសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីគ្រប់មជ្ឈដ្ឋានដោយសេចក្តីរាប់អាននៅក្នុងឱកាសនេះខ្ញុំព្រះករុណាអាត្មាភាពនឹងអានព្រះវិន័យបិដកអំពីវេរញ្ចព្រាហ្មណ៍តអំពីថ្ងៃសាលមុនដូចតទៅសម័យនោះឯងស្រុកវេរញ្ជាកើតអំណត់អត់បាយមនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងសដែលដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបានក៏មិនងាយនឹងទិញដូរបើលុះតែមានស្លាកកាន់ជាសម្គាល់ទៅទិញដូរបានជនទាំងអស់ក្នុងស្រុកនោះព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកសម័យនោះមានពួកឈ្មួញសេះនៅក្នុងឧត្តរាបទប្រទេសនាំសេះចំនួន500ចូលមកនៅសម្រាប់ក្នុងស្រុកវេរញ្ជាក្នុងរដូវខែវស្សាពួកឈ្មួញដែលនៅក្នុងរោងសេះទាំងនោះក៏បានបញ្ញត្តិគ្នាឲ្យប្រគេនបាយក្រៀមចំនួន1នាលដល់ភិក្ខុទាំងឡាយលុះពពនសម័យភិក្ខុទាំងឡាយស្លៀកស្បង់ត្រង់ជាពរនឹងបាតនាំគ្នាចូលទៅបិណ្ឌបាតក្នុងស្រុកវេរញ្ជាក៏មិនប្រទះបានអាហារបិណ្ឌបាតសោះឡើយទៅបិណ្ឌបាតខាងពួកឈ្មួញឯរោងសេះវិញក៏បានបាយក្រៀម1នាលម្នាក់ហើយវិញមកអារាមយកបាយក្រៀមនោះបុកក្នុងត្បាល់រួចនាំគ្នាឆាន់ចំណែកខាងព្រះអានន្ទដ៏មានអាយុយកបាយក្រៀម1នាលកាន់ក្នុងត្បាល់ថ្មហើយយកទៅថ្វាយព្រះដ៏មានព្រះភិក្ខព្រះអង្គក៏ទ្រង់ទទួលសោយបាយក្រៀមនោះវេលានោះព្រះសម្ពុទ្ធទ្រង់បានឮសូរត្បាល់នឹងអង្រែនោះដែរព្រះតថាគតទាំងឡាយបានជ្រាបនៅហេតុហើយសួរក៏មានបានជ្រាបហើយមិនសួរក៏មានជ្រាបច្បាស់នៅការគួរហើយសួរក៏មានជ្រាបច្បាស់នៅការគួរហើយមិនសួរក៏មានឯព្រះតថាគតទាំងឡាយព្រះអង្គតែងសួរនៅការណាដែលប្រកបដោយប្រយោជន៍កម្មដែលមិនប្រកបដោយប្រយោជន៍ព្រះអង្គមិនសួរឡើយព្រោះព្រះតថាគតទាំងឡាយទ្រង់បានកាប់បង់នៅកម្មមិនប្រកបដោយប្រយោជន៍ទាំងឡាយដោយអរិយមគ្គជ្រះស្រឡះហើយព្រះសបញ្ញពុទ្ធដ៏មានជោគទាំងឡាយទ្រង់តែងសួរនៅភិក្ខុទាំងឡាយដោយហេតុពីរប្រការគឺទ្រង់សួរដើម្បីនឹងសម្ដែងនៅធម៌មួយដើម្បីនឹងបញ្ញត្តិនៅសិក្ខាបទដល់សាវកទាំងឡាយមួយគ្រានោះព្រះមានប្រភិក្ខទ្រង់ហៅព្រះអានន្ទមានអាយុមកហើយទ្រង់សួរថាមនាអានន្ទសូរសំឡេងនោះជាសូរត្បាល់អង្រែឬអ្វីទើបព្រះអានន្ទដ៏មានអាយុក្រាបទូលរឿងនោះឲ្យព្រះមានព្រះភិក្ខជ្រាបគ្រប់ព្រះអង្គត្រាស់សរសើរថាត្រូវហើយអានន្ទប្រពៃហើយអានន្ទអ្នកឯងរាល់គ្នាជាសប្បុរសឈ្នះវិសេសហើយបណ្ដាជនខាងក្រោយគេនឹងនឹកចង់ឲ្យនៅចង្ហាន់ដែលគេចំអិនដោយអង្ករស្រូវខ្សាយព្រមទាំងម្ហូបលាយដោយសាច់ដ៏ឆ្ងាញ់ពិសាដល់អ្នករាល់គ្នាគ្រានោះព្រះមហាមុគលានដ៏មានអាយុក៏ចូលទៅគាល់ព្រះមានព្រះភិក្ខលុះចូលទៅដល់បានក្រាបថ្វាយបង្គំព្រះអង្គដោយគោរពរួចហើយក៏គង់ក្នុងទីដ៏សមគួរលុះព្រះមហាមុគលានដ៏មានអាយុគង់ក្នុងទីដ៏សមគួរហើយក៏ក្រាបទូលស្នើសេចក្តីនេះចំពោះព្រះមានព្រះភិក្ខថាសូមព្រះទ្រង់ព្រះមេត្តាប្រោសឥឡូវនេះស្រុកវេរញ្ជាកើតអំណត់អត់បាយមនុស្សទាំងឡាយនឹងចិញ្ចឹមជីវិតបានដោយកម្រក្រៃពេកមនុស្សណាដែលក្រលំបាកស្រាប់ក៏ស្លាប់មានឆ្អឹងសដែលដាស់លើផែនដីមនុស្សដែលមានទ្រព្យសម្បត្តិល្មមទិញដូរស្រូវអង្ករគេបានក៏មិនងាយនឹងទិញដូរបើលុះតែមានស្លាកកាន់ជាសម្គាល់នោះទើបទិញដូរបានជនទាំងអស់ក្នុងស្រុកនោះនឹងព្យាយាមស្វែងរកអាហារបានដោយកម្រក្រៃពេកសូមទ្រង់ព្រះមេត្តាប្រោសទីខាងក្រោមនៃផែនដីនេះមានឲ្យជារស់
ផ្អែមដោយទឹកឃ្មុំដែលស្អាតបរិសុទ្ធឥតលាយឡំដោយមេឃ្មុំសូមទ្រង់ព្រះមេត្តាប្រោសខ្ញុំព្រះអង្គចង់ប្រែក្រឡាប់ផែនដីនេះឲ្យផ្ងាឡើងដើម្បីនឹងឲ្យភិក្ខុទាំងឡាយឆាន់នៅឲ្យជារស់ដែលកើតឡើងអំពីស្រទាប់នៃផែនដីនោះ